មានហ្វេតទៀតណាហោះមួយអូហូបោះមួយឯកតកម្មនៅលើសង្វៀនចំនួន26ដងឈ្នះ24ដងចាញ់2ដងចំណែកដៃគូរបស់គេវិញបង្គោលធាវអាយុ13ឆ្នាំធាវកីឡាករប៊ូខាវណាកាជីមស្មោះសៅដាវីតពីអន្តរជាតិហឹមម៉ូឌីឡើងវិរិយហោហែថ្ងៃនេះត្រូវធ្វើការងារបាត់គុតជាមួយនឹងកីឡាករឡើយបួខាវដាកាជីមឥឡូវនេះលោកគ្រូមនវិរិយបានផ្លែប៉ោចាំមើលតើវិរិយហោហែបាទគេអាចហោះនឹងហៅបានដូចឈ្មោះរបស់គេទេបាទសម្រាប់ការប្រកួតនៅថ្ងៃនេះដោយសារតែថ្ងៃក្លឹងទង្វត់នេះអូបានលេងគ្នាមកឆ្កាំងបាទវិរិយហោហែបាទទូតរបស់លោកឪម៉ាងមនមកហើយយ៉ា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 ផ្ទះដៃមួយមកអូបាទវិរិយហោហែគេដើរពីក្រោយបាទមិនតន់ប្រកួតផងអ្នកទស្សនាចាប់ផ្ដើមចាប់អារម្មណ៍ទៅហើយបើឈ្នះអ្នកអង្គការលៀងមេងក៏ដូចជាខ្មែរបែបរីជីឧបត្ថម្ភដល់វិរិយហោហែនៅថាវិការចំនួន1 លានរៀលបាទថ្ងៃនេះវិរិយហោហែថាពូអត់មានទុកទេបាទសម្បាច់មានបណ្ណាខ្ញុំចេញបណ្ដឹងបាទមូលហេតុអីបាទខ្ញុំដឹងដល់វិរិយហោហែនិយាយអញ្ចឹងបាទខ្ញុំជាប់ចកេះទៅក្លឹបលោកគ្រូឪម៉ាងមនបាទចូលកន្លះខែណាបាទវិរិយហោហែផ្សព្វប្រាប់ខ្ញុំពូខ្ញុំមានឈ្មោះវាយនៅប៉ូលី5បាទចាំមើលខ្ញុំវាយឲ្យមើលពូអត់អីទេឥឡូវដល់ពេលឡាក្មួយចាំកាលនេះយ៉ា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 ផ្ទះ3 1មកបាទគ្រាន់តែគុណគ្រូហ្នឹងបាទក៏ចាប់អារម្មណ៍ដែរបាទទាំងកីឡាករឡើយទាំងកីឡាករកម្ពុជាគុណខ្មែរវ័យក្មេងវិរិយហោហែគណៈអធិបតីបានលោកពេញចិត្តអង្គុយញញឹមមកឃើញបាទកីឡាករវ័យក្មេងបាទអូគុណគ្រូបាទឆ្ងាញ់ណាស់បាទទាំងកីឡាករឡើយទាំងកីឡាករកម្ពុជាបាទនេះគឺ